សិក្សាដោយយកចិត្តទុកដាក់ត្រឹមតែការទៅរៀនឲ្យបានទៀងទាត់ចាត់ទុកថាជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់កុមារក្នុងការសិក្សាប៉ុន្តែបើកុមារគ្រប់រូបចង់ទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួនបងប្អូនត្រូវតែមានទម្លាប់សិក្សាដោយយកចិត្តទុកដាក់ក្នុងនោះការយកចិត្តទុកដាក់សិក្សាត្រូវចាប់ផ្ដើមចេញពីការបែងចែកឲ្យដាច់រវាងពេលវេលាសម្រាប់រៀននិងពេលវេលាសម្រាប់លេងកម្សាន្តពេលវេលាសម្រាប់រៀននេះគឺជាពេលវេលាដែលប្អូនត្រូវក្រេបជញ្ជក់យកចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូដូច្នេះបងប្អូនត្រូវតែរក្សាភាពស្ងៀមស្ងាត់រក្សាអារម្មណ៍ឲ្យនឹងថ្នឹងហើយយកចិត្តទុកដាក់ស្ដាប់គ្រូបង្រៀនឬពន្យល់ប្រសិនបើលោកគ្រូអ្នកគ្រូតម្រូវឲ្យប្អូនកត់មេរៀនអ្វីមួយប្អូនត្រូវតែធ្វើតាមការណែនាំឲ្យបានល្អជៀសវាងការបង្កសំឡេងឡូឡារំខានអ្នកដទៃឬមិនស្ដាប់តាមការបង្ហាត់បង្ហាញរបស់លោកគ្រូអ្នកគ្រូជាដាច់ខាតក្នុងមេរៀនបន្ទាប់វានឹងមានការពន្យល់លម្អិតបន្ថែមអំពីវិធីសាស្ត្រផ្ដោតអារម្មណ៍ឲ្យបានល្អក្នុងការសិក្សាពេលវេលាសម្រាប់លេងកម្សាន្តថ្នាក់នីមួយតែងតែមានម៉ោងសម្រាប់ឲ្យសិស្សចេញលេងដើម្បីសម្រាកលំហែនិងបន្ធូរអារម្មណ៍តាំងតឹងព្រោះការសិក្សាស្រាវជ្រាវបានបង្ហាញថាការចេញលេងត្រឹមតែ10ទៅ15អាចធ្វើឲ្យសិស្សមានសមត្ថភាពផ្ដោតអារម្មណ៍សិក្សាបានរហូតដល់1ម៉ោងឯណោះនៅក្នុងម៉ោងចេញលេងនេះប្អូនអាចលេងកម្សាន្តជាមួយនឹងមិត្តភក្តិបានប៉ុន្តែត្រូវប្រាកដថាមិនលេងជ្រុលម៉ោងឬលេងល្បែងណាដែលប្រើកម្លាំងច្រើនព្រោះការនឿយហត់ខ្លាំងពេកអាចធ្វើឲ្យយើងពិបាកផ្ដោតអារម្មណ៍ក្នុងការសិក្សាទៅវិញទេម្យ៉ាងម៉ោងចេញលេងក៏អាចជាការលើកទឹកចិត្តបងប្អូនឲ្យកាន់តែយកចិត្តទុកដាក់សិក្សាផងដែរព្រោះម៉ោងចេញលេងប្រៀបដូចជារង្វាន់ដែលសិស្សគ្រប់រូបនឹងទទួលបានក្រោយចំណាយពេលសិក្សាអស់1ម៉ោងពេញដែលនេះនឹងធ្វើឲ្យបងប្អូនកុមារកាន់តែចង់ទៅសាលារៀនជាទីកន្លែងដែលបងប្អូនអាចរៀនសូត្រផងព្រមទាំងអាចលេងកម្សាន្តជាមួយនឹងមិត្តភក្តិបានផងដែរ